ถ้าแกខ្ញុំសុំញ៉ាំនំប៉ាវថ្លៃឈ្នួលផ្ទះខែនេះមិនបាច់បងទេនំប៉ាវមិននឹងទូទាត់ថ្លៃផ្ទះបានចឹងខ្ញុំថែមប៉ុន្មានដុំទៀតយីធ្វើចឹងមិនបានទេគួរឲ្យអាណិតដល់ហើយអ្នកសុំទានតូចនេះថាកែខ្ញុំចេញលុយជំនួសគាត់ពេលហើយ500ថ្ងៃក្រោយថ្លៃនំប៉ាវគាត់ខ្ញុំជាអ្នកចេញតាមពិតហាងនេះញ៉ាំតាមសម្រួលទៅខ្ញុំជាអ្នកប៉ាវក្រុមហ៊ុន Yanding នេះមិនមែនជាក្រុមហ៊ុនរបស់ផ្ទះខ្ញុំទេហេប៉ាខ្ញុំលែងដើរទីថ្លៃឈ្នួលផ្ទះហើយខ្ញុំទៅធ្វើការ Lee Lecia នាងឯងយ៉ាងម៉េចហ្នឹងមកធ្វើការស្លៀកពាក់បែបនេះចង់មកតាក់អ្នកណា Fang Lei Weng Li ខ្លួនឯងគិតមិនល្អចង់មកចោទគេថែមទៀតខ្ញុំស្លៀកពាក់ចឹងវាថីខ្ញុំចិត្តខ្លាចជាប្រធានផ្នែកធនធានមនុស្សហើយបើខ្ញុំថាអត់គឺអត់ហើយធ្វើកម្លេះឯងជាអ្នកណាយកកាត់បុគ្គលិកមកឲ្យឆ្លៀតមកចូលធ្វើការតែម្ដងតាមពិតពួកឯងមួយក្រុមតើនាយកមើលបុគ្គលិកហាត់ការថ្មីនេះផងមកដល់ភ្លាមជាតិប្រមាថមិត្តរួមការងារតែម្ដងអ្នកណាដែលក្អេងក្អាំងម្លេះលោកប្រធានតូចឈិនបើលោកមិនបង្កបញ្ហាមិនបានបុគ្គលិកហាត់ការជាលោកតាំងពីថ្ងៃដំបូង CE មានសមត្ថភាពល្អហើយមិនខ្លាចអ្នកមានអំណាចនេះហើយជាធនធានដែលយើងត្រូវការខ្ញុំសម្រេចចិត្តដំឡើងតំណែងនាងជាប្រធានបិចក៏ចំណែករឿងដំឡើងតំណែងលោកទុកមួយឡែកសិនទៅអរគុណលោកនាយក Lee CE នាងឯងចាំមើលអ្នកពិតជាផ្កាយសំណាងរបស់ខ្ញុំមែនកុំបារម្ភអីថ្ងៃក្រោយនៅក្នុងក្រុមហ៊ុននេះខ្ញុំជាអ្នកការពារអ្នកថ្មីនេះជារបាយការណ៍ប្រចាំត្រីមាសធ្វើឲ្យហើយថ្ងៃនេះច្រើនម្លេះគាត់ទៅមកថ្មីធ្វើមិននឹងតាន់ខ្ញុំមិនដឹងទេបើធ្វើមិនហើយមិនបាច់ឆ្លងវគ្គសាកល្បងទេចេះតែរករឿងអ្នកទុំខ្សោយមិនអីទេខ្ញុំជួយធ្វើមិនបាច់ទេប៉ុណ្ណឹងមានអីពិបាកព្រះអើយលបឿននេះពិតជាអ្នកសុំទានតូចដែលខ្ញុំស្គាល់មែនហ៎វ៉ាទើបតែ2ម៉ោងសោះធ្វើបានពាក់កណ្ដាលបាត់គ្មានអីទេគ្រាន់តែការងារច្រើនបន្តិចខ្ញុំសុំសម្រាប់បន្តិចសិននេះញ៉ាំខាវីវ៉ងទៅជួយឲ្យស្វាងលឿនឃើញលោកនាយកញ៉ាំដែរខ្ញុំក៏យកមកឲ្យមួយទៅស្វាងចេះមានកម្លាំងមកវិញហើយមិនចម្លែកទេដែលមិត្តភក្តិខ្ញុំចូលចិត្តញ៉ាំវាទុកពេលកន្លះម៉ោងទៀតធ្វើឲ្យខ្ញុំជូនទៅញ៉ាំអីពេលយប់យីខ្ញុំអ្នកចេញលុយទៅត្រូវអ្នកទៅមកធ្វើការប្រាក់ខែក៏មិនទាន់បើកធ្វើឲ្យមែនណាហេ Lee CE នាងមិនបានលួចជួយគាត់ទេហីលោកអាចឆែកកាមេរ៉ាមើលដោយខ្លួនឯងបានបើធ្វើការលឿនយ៉ាងនេះលេខាដាក់ច្បាប់ឈប់ទៅឆុងកាហ្វេជូនលោកប្រធានឈិនមួយកែវទៅកាហ្វេចុះមិនលោកមិនទៅខ្លួនឯង Lee CE ឥឡូវនាងជាប្រធានផ្នែកហើយណាខ្ញុំកំពុងឲ្យឱកាសគេសាងស្នាដៃមុខប្រធានធំកុំមិនដឹងល្អតោះយើងទៅលោកប្រធានឈិនស្អប់កាហ្វេបំផុតលើកនេះនាងឯងចប់មិនខានលោកប្រធានឈិនកាហ្វេបានហើយចេញទៅអ្នកណាឲ្យនាងរៀបចំកាហ្វេគឺនាងនឹងហើយលោកប្រធានឈិនខ្ញុំប្រាប់ Lee CE ហើយថាលោកមិនចូលចិត្តកាហ្វេទេនាងនៅតែឲ្យគេឆុងមកទៀតនាងច្បាស់ជាមិនគោរពលោកទេអ្នកណាថាប្រធានឈិនមិនចូលចិត្តកាហ្វេគាត់ចូលចិត្តកាហ្វេដែលកូនប្រសារស្រីគាត់ឆុងបំផុតកូនប្រសារស្រីឈប់សិនអ្នកថា Lee CE ជាកូនប្រសារស្រីរបស់ប្រធានឈិនចឹងប្រធានឈិនត្រូវជារបស់អ្នកប៉ា